ក្រោយពីខ្ញុំបាននឹងក្រុមការងារក៏បានរៀបចំភពភារខ្លះៗហើយនឹងអង្គខ្លះៗដើម្បីនឹងធ្វើដំណើរទៅព្រំដែនបន្តិចហើយទន្ទឹមនឹងពេលនោះយើងនៅខ្វះសាច់បងប្អូនខ្វះសាច់ពីកម្មវិធីសូមទាមនារបងប្អូនជួយសាច់ជ្រូកសាច់គោបាទជួយសាច់ជ្រូកសាច់គោម្នាក់ប្រហែលគីឡូក៏បានដែរយើងដឹកយកទៅជូនបងកងកម្លាំងជួរមុខដើម្បីទៅជួបជុំគាត់លើកទឹកចិត្តគាត់បន្តិចបាទបន្តទៀតមិនមែនតែមួយថ្ងៃទេយើងធ្វើសេចក្តីល្អប្រកបដោយគុណធម៌ទាំងអស់គ្នានេះជាមួយគ្នាបន្តទៅមុខទៀតទោះក្នុងតម្លៃណាក៏ដោយយើងមានឱកាសយើងមានពេលវេលានឹងគឺយើងនៅតែបន្តជួយនៅតែចូលរួមជាមួយពួកគាត់ជានិច្ចដរាបតរៀងទៅអញ្ចឹងដូចដែលបានជម្រាបជូនកាលពីព្រឹកម្សិលមិញក៏ដូចជាយប់មិញដែលខ្ញុំកំពុងតែធ្វើដំណើរបន្តមកតាមដងផ្លូវហ្នឹងមកដល់ខាងក្រុងសៀមរាបប្រហែលជាម៉ោង1:02ដោយសារខ្ញុំពុំបានបើកលឿនអីទេហើយព្រឹកនេះទៀតសោតយើងបានត្រៀមរៀបចំកអីរួចរាល់ហើយទៅមើលទាំងអស់ហ្នឹងវាមកតោនចិត្តមកតោនកន្លះដែរហើយបងប្អូនហើយអ្វីដែលខ្ញុំបាទនៅខ្វះគឺចង់បានសាច់ជ្រូកសាច់គោហើយទិសដៅរបស់យើងគឺមានពីរបេសកកម្មទី1គឺឧត្តរមានជ័យទី2គឺខាងខេត្តព្រះវិហារអញ្ចឹងបងប្អូនអាចជួយជាសាច់ជ្រូកសាច់គោបាទពេលបច្ចុប្បន្ននេះណាខ្ញុំចង់ទៅជួបគាត់ដោយផ្ទាល់ដល់គោលដៅដូចថ្ងៃមុនអញ្ចឹងហើយយើងក៏សប្បាយហូបចុកជាមួយគាត់តាមរបៀបបែបកម្លាំងបាទដោយជាការទ្រទ្រង់នឹងជួយលើកទឹកចិត្តដល់ពួកគាត់បាទហើយរឿងអីផ្សេងទៀតយើងសុំទុកដោយឡែកសិនបងប្អូនណាសុំទុកបន្លែកសិនហើយមកធ្វើបច្ចុប្បន្នភាពបន្តិចមានបងប្អូនខ្លះយប់មិញគាត់កំដរខ្ញុំដល់ទៅជប់ជ្រៅតាមដងផ្លូវមកហើយខ្ញុំក៏ឆ្លៀតយកឱកាសដ៏មានតម្លៃហ្នឹងជម្រាបជូនពុកម៉ែបងប្អូនតាមរយៈ private ផងតាមអីចឹងទៅប៉ុន្តែទោះបីជាយ៉ាងណាក៏បងប្អូនយើងមានចក្ខុវិស័យខុសគ្នានៅក្នុងការប៉ាន់ស្មានការវាយតម្លៃដោយសតបតបភ្នែកខាងក្រៅដោយបញ្ញាញាណខាងក្នុងដោយមានទស្សនវិស័យខ្លះហ្នឹងក៏ផ្ទុយពីគ្នាណាខ្លះហ្នឹងក៏ចូលចំណុះចំណោមជាស្នារីយ៉ូតែមួយហើយក៏បានលើកស្ទួយស្ដារមុខមាត់ប្រទេសជាតិតាមរយៈការជាតិនិយមហើយជាតិនិយមមួយម៉ាត់នេះវាធំធេងណាបងប្អូនព្រោះថាជាតិនិយមមួយម៉ាត់នេះវាជាប្រទេសតែមួយជាពូជអម្បូរតែមួយហើយក៏ជាទឹកដីដែលរួមកំណើតតែមួយដូចគ្នាដែរអញ្ចឹងពាក្យថាជាតិនិយមនេះវាបានមកពីការចូលរួមទាំងអស់គ្នាអញ្ចឹងបងប្អូនយើងចូលរួមជាមួយគ្នាលើកដង្កើងគាំទ្រប្រទេសជាតិរបស់ខ្លួនយើងដោយខ្លួនយើងនឹងឯងបបប្រហែលណាបរណភាពទឹកដីហើយក៏សូមអធិស្ឋានផងបងប្អូនឥឡូវហ្នឹងគឺខ្ញុំនៅផ្ទះចំការចុងកាត់មាត់ញោករៀងមានសម្លេងរំខានពីបរិយាកាសខាងក្រៅប៉ុន្តែខ្ញុំនៅតែបន្តវប្បធម៌ចែកចាយព័ត៌មានដដែលជាដដែលទេដោយដែលបងប្អូនបានដឹងស្រាប់អញ្ចឹងបានខ្ញុំឲ្យបងប្អូនសូមតាមដាននៅเพจផ្លូវការរបស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក៏ដូចជាអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សเพจក្រសួងមហាផ្ទៃអីចឹងទៅថាដើម្បីអីដើម្បីយើងទទួលបាននៅប្រភពព័ត៌មានវាច្បាស់ការហើយជឿជាក់ទុកចិត្តបាន 100% កម្ពុជាយើងសូមទាមទារឲ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នៅរាល់សកម្មភាពយោធាប្រកបដោយអរិយភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនិងនៅក្នុងទឹកដីរបស់កម្ពុជាដកបុគ្គលិកនិងសម្ភារៈយោធាទាំងអស់ចេញពីទឹកដីកម្ពុជាទៅកាន់ទីតាំងព្រំប្រទល់ដែលទទួលស្គាល់ដោយផ្លូវច្បាប់គោរពដោយស្មោះត្រង់ចំពោះលក្ខខណ្ឌនិងស្មារតីនៃបទឈប់បាញ់និងកិច្ចព្រមព្រៀងផ្សេងទៀតបាទនេះគឺជាទស្សនៈខាងអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សណាកម្ពុជាយើងគឺទាមទារឲ្យ
ដើរទៅតាមផ្លូវការ4ចំណុចហ្នឹងណាបញ្ឈប់បន្ទាន់នៅរាល់សកម្មភាពយោធាប្រកបដោយអារិភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃហើយនឹងនៅក្នុងទឹកដីរបស់កម្ពុជាដកបុគ្គលិកនិងសម្ភារៈយោធាទាំងអស់ចេញពីទឹកដីកម្ពុជាទៅកាន់ទីតាំងព្រំប្រទល់វិញដែលទទួលស្គាល់ដោយច្បាប់ហ្នឹងនៅក្នុងឆ្នាំ1904និង1907ហ្នឹងណាបងប្អូនហើយគោរពដោយស្មោះត្រង់ចំពោះលក្ខខណ្ឌនិងស្មារតីនៃបទឈប់បាញ់ហើយនឹងកិច្ចព្រមព្រៀងផ្សេងៗឯទៀតបាទថ្ងៃនេះខ្ញុំសម្លេងចាបកំដរតាំងពីព្រលឹមស្រាងរហូតមកទល់នឹងអាត្មានេះហើយខ្ញុំសូមជម្រាបជូនអំពីសេចក្តីថ្លែងការណ៍បន្តិចដែលបងប្អូនគាត់ចង់ដឹងពាក់ព័ន្ធទៅនឹងរឿងខ្លះដែលខ្ញុំបានជម្រាបការពីម្សិលមិញត្រួសហើយតែយើងនៅតែជម្រាបជូនបន្តទៀតនៅក្នុងអង្គហេតុមួយចង់ឲ្យបងប្អូននឹងច្បាស់ទាំងអស់គ្នាហើយខ្ញុំអត់ចង់ឲ្យបងប្អូនប្រើភាសាមិនល្អណារវាងគ្នាទេបាទដូចអ្នកខ្លះគាត់តែឃើញខ្ញុំនិយាយអំពីរឿងរ៉ាវរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណឹងជេរយកខមមិនមកខមមិនជាភាសាខ្មែរមិនចេញហើយខមមិនជាភាសាណា pronunciation របស់បរទេសជាអង់គ្លេសមកទៀតអ្នកខ្លះនឹងអត់បានគិតថាតើការដែលជេរការដែលខមមិនមកវគ្គស័ព្ទឃ្លោងឃ្លាមិនពីរោះភាសានេះវាហាក់បីដូចជាសម្ដីសជាតិនិយាយសពូជពងវងតកោខ្លួនឯងចឹងដែរចឹងបានខ្ញុំមិនចង់ឲ្យមានការសាបព្រោះនៅទម្លាប់នៃការជេរបញ្ចោលនឹងទេវាអត់ឲ្យជាផលណាបាទអត់មានតែខឹងអត់មានតែក្រោធទេគ្រាន់តែថានឹកដល់រឿងគេហៅថាទស្សនវិស័យវិជាហើយក៏ដូចជាទស្សនៈបុគ្គលឯកតោភាគីឯកជនភាពរបស់យើងប្រើប្រាស់នឹងវាខុសផ្លូវការបាទអញ្ចឹងខ្ញុំសូមមិនបរិយាយសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាគឺតវ៉ាចំពោះការរំលោភបំពានរបស់ថៃទី1ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសហគមន៍អន្តរជាតិនិងសាធារណជនទូទៅអំពីការបន្តសកម្មភាពដ៏កក្លឿនរបស់កងកម្លាំងប្រដាប់អាវុធថៃប្រឆាំងទៅនឹងអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជានៅតំបន់ខ្លះស្ថិតចូលនៅក្នុងការហួសពីបន្ទាត់ព្រំដែនតាមជំហរថៃបន្តទៀតផងនោះក្រោយពីការចូលជាធរមាននៃកិច្ចព្រមព្រៀងបទឈប់បាញ់ណាកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃទី27ខែធ្នូឆ្នាំ2025ចំណុចទី1ឥឡូវចំណុចទី2នៅក្នុងអំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី7ដល់ថ្ងៃទី10ដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025នោះកងកម្លាំងប្រដាប់អាវុធថៃគឺបានបើកប្រតិបត្តិការវាយលុកផ្នែកយោធាដែលបានគិតទុកជាមុននិងជាប្រព័ន្ធនៅលើទីតាំងជាច្រើនតាមបណ្ដោយព្រំដែនដែលបានមានការទទួលស្គាល់ជាអន្តរជាតិដោយវាយសម្រុកចូលទន្ទ្រានកាន់កាប់និងឈរជើងគ្រប់គ្រងជាក់ស្ដែងនៅតំបន់នានាដែលស្ថិតយ៉ាងជាក់ច្បាស់នៅក្នុងទឹកដីនៃកម្ពុជានោះគឺនៅខេត្តចំនួន4រួមមានដូចជាខេត្តបន្ទាយមានជ័យនៅក្នុងតំបន់ភូមិព្រៃច័ន្ទភូមិជោគជ័យហើយនិងភូមិបឹងត្រកួនខេត្តពោធិ៍សាត់ឯណោះនៅក្នុងតំបន់ភ្លុកដំរីច្រកអន្តរជាតិថ្មតាឬក៏ហៅថាច្រកជ័យជំនះខេត្តព្រះវិហារនៅតំបន់អានសេះតំបន់តាថាវហើយនិងតំបន់ភ្នំទ្រាំខេត្តឧត្តរមានជ័យនៅតំបន់អូស្មាច់ប្រាសាទខ្នាប្រាសាទតាក្របីប្រាសាទតាម៉ុនធំតំបន់ជប់អង្គុញនិងតំបន់ជោគគ្រោះបាទតំបន់ជោគគ្រោះចំណុចទី3រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងទៅនឹងការរំលោភបំពានរបស់ថៃនេះរួមទាំងការបន្តចូលជើងនិងកាន់កាប់ដោយខុសច្បាប់ប្រតិបត្តិការយោធារបស់កងកម្លាំងប្រដាប់អាវុធរបស់ថៃនៅខេត្តទាំង4ខាងលើរបស់កម្ពុជាដោយមិនអើពើចំពោះស្មារតីនៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ
កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលស្ដីពីការហាមមិនឲ្យមានការញុះញង់ហើយប្រើកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទមកលើប្រជាជនស៊ីវិលហើយនឹងគោលដៅស៊ីវិលនៅក្នុងគ្រប់កាលៈទេសៈកងទ័ពថៃកំពុងតែបង្កើនការវាយកំទេចហេដ្ឋារចនាសម្ព័ន្ធរបស់ស៊ីវិលនិងវប្បធម៌របស់កម្ពុជាហើយជាពិសេសនោះគឺនៅក្នុងភូមិព្រៃច័ន្ទជោគជ័យហើយនឹងបឹងត្រកួនខេត្តបន្ទាយមានជ័យនិងនៅតំបន់ច្រកទ្វារអន្តរជាតិថ្មដាក្នុងខេត្តពោធិ៍សាត់របស់កម្ពុជាយើងដោយដែលបងប្អូនបានជ្រាបស្រាប់ហើយណាអានឹងខ្ញុំសូមជម្រាបជូនបងប្អូនដោយត្រួសអញ្ចឹងហើយកាលណាបងប្អូនបានជ្រាបហើយបងប្អូនឆ្វេងយល់បដាទី4គឺចំណុចនៃការកាន់កាប់ទឹកដីរបស់កម្ពុជាដោយកងទ័ពថៃក្រោយបទច្បាញ់ហើយបន្ទាប់មកវាយកំទេចផ្ទះសម្បែងរបស់ប្រជាជននិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឯទៀតរបស់កម្ពុជាដោយបន្តបិទសិទ្ធិរបស់ជនស៊ីវិលភាសាកម្ពុជាជាច្រើនហើយមិនឲ្យវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញគឺជាការរំលោភយ៉ាងជាក់ច្បាស់ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិក៏ដូចជាច្បាប់មនុស្សធម៌និងច្បាប់សិទ្ធិមនុស្សអន្តរជាតិរួមទាំងមាត្រា23និងមាត្រា24នៃធម្មនុញ្ញអង្គការសហប្រជាជាតិដែលតម្រូវឲ្យដោះស្រាយនៅជម្លោះតាមសន្តិវិធីនិងហាមឃាត់ការប្រើប្រាស់កម្លាំងប្រឆាំងបូរណភាពទឹកដីនៃរដ្ឋមួយផ្សេងឯទៀតមាត្រា53នៃអនុសញ្ញាទី4ក្រុងសឺណែវឆ្នាំ1949ដែលហាមឃាត់ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិបុគ្គលឯកជនឬក៏របស់រដ្ឋដែលនេះគឺជាទង្វើដែលពុំមានហេតុផលយោធាណាមកតម្រូវបានឡើយនៅក្នុងពេលបទឈប់បាញ់កំពុងជាធរមានបែបនេះចំណែកឯចំណុចទី5វាគឺជាការដែលសំខាន់ត្រូវគូសបញ្ជាក់ថាកម្ពុជានិងថៃមានព្រំដែនគោកអន្តរជាតិដែលត្រូវបានកំណត់តាមផែនទីដែលត្រូវបានផលិតឡើងដោយអនុលោមតាមអនុសញ្ញាឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907ដូច្នេះគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនកម្ពុជានិងថៃត្រូវបានបង្កើតឡើងដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនរវាងបង្គោលព្រំដែនដែលបានបោះរួចហើយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកខាងកម្ពុជាក៏បានធ្វើការតវ៉ាលាយលាក់ជាអសរជាផ្លូវការគឺទៅកាន់សមភាគីថៃប្រឆាំងទៅនឹងការរំលោភបំពានរបស់កងទ័ពថៃនៅលើទឹកដីកម្ពុជាយើងហើយនឹងលើអាណត្តិរបស់គណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនខណៈដែលភាគីទាំងពីរសម្រេចបាននៅវឌ្ឍនភាពគួរឲ្យកត់សម្គាល់លើការងារខណ្ឌសីមាព្រំដែនហើយជាពិសេសក្នុងពេលថ្មីនេះទៀតសោតលើការអនុវត្តតាមស្មារតីកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនចុះថ្ងៃទី22ខែតុលាឆ្នាំ2025កន្លងទៅបាទបងប្អូនជនរួមជាតិចំណុចទី6រាជរដ្ឋាភិបាលកម្ពុជាសូមសង្កត់ធ្ងន់ថាការបន្តឈរជើងនិងកាន់កាប់ជាក់ស្ដែងដោយកងកម្លាំងយោធាថៃនៅលើទឹកដីកម្ពុជាដែលជាតំបន់ខ្លះគឺហួសពីបន្ទាត់ព្រំដែនតាមជំហរថៃទៅទៀតគឺជាការបន្តកាន់កាប់ដោយខុសច្បាប់និងគ្មានមូលដ្ឋានតលតែសោះក្រោមច្បាប់អន្តរជាតិការកាន់កាប់និងបន្តការកាន់កាប់នេះតាមរយៈការគម្រាមកំហែងនិងការប្រើប្រាស់កម្លាំងគឺវាផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាននិងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិនោះទេដែលនៅក្នុងនោះគឺច្បាប់អន្តរជាតិហាមឃាត់នៅការកាន់កាប់យកទឹកដីនិងដោយប្រើប្រាស់នៅកម្លាំងការកាន់កាប់ទឹកដីដែលទទួលបានពីការគម្រាមកំហែងនិងការប្រើប្រាស់កម្លាំងគឺវាបានផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាននិងដាច់ខាតនៃច្បាប់អន្តរជាតិទៅហើយជាការហាមឃាត់នៅក្នុងការដណ្ដើមទឹកដីដោយប្រើប្រាស់កម្លាំងនេះជារួមការគ្រប់គ្រងទឹកដីសកម្មភាពរដ្ឋបាលឬការអនុវត្តសិទ្ធិអំណាចដែលកើតចេញពីទង្វើបែបនេះគឺគ្មានតម្លៃក្នុងផ្លូវច្បាប់ទេហើយក៏មិនអាចបង្កើតសិទ្ធិស្របច្បាប់ណាមួយបានឡើយចំណែកឯចំណុចទី7បងប្អូននៅក្នុងចំណុចទី7នេះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃគឺផ្ទុយស្រឡះទៅនឹងការបដិញ្ញាចិត្តរបស់ថៃនៅក្នុងការដោះស្រាយវិវាទដោយសន្តិវិធី
ក្រោមការព្រមព្រៀងបទចុះបាញ់នៅថ្ងៃទី28ខែកក្កដាឆ្នាំ2025កំណត់ហេតុប្រជុំគណៈកម្មាធិការព្រំដែនទូទៅចុះថ្ងៃទី7ខែសីហាឆ្នាំ2025រហូតដល់ថ្ងៃទី10ខែកញ្ញាឆ្នាំ2025និងថ្ងៃទី23ខែតុលាឆ្នាំ2025ហើយសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពនិងដំណោះស្រាយវិវាទដោយសន្តិវិធីដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី26ខែតុលាឆ្នាំ2025និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសថែមទៀតផងបាទនេះដោយដែលខ្ញុំបានជម្រាបជូនណាបងប្អូនគណៈកម្មាធិការព្រំដែនទូទៅចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលបញ្ជាក់ជារួមអំពីកាតព្វកិច្ចរបស់ភាគីទាំងពីរក្នុងការមិនអនុវត្តនៅវិធានការជាឯកតោភាគីនោះឡើយហើយនឹងដោះស្រាយបញ្ហាលេចធ្លោទាំងឡាយយ៉ាងខ្ជាប់ខ្ជួនដោយសន្តិវិធីនិងស្របទៅតាមច្បាប់អន្តរជាតិជាធរមាន8ការវាយកំទេចសំណង់ស៊ីវិលដោយកម្លាំងប្រដាប់អាវុធថៃគឺផ្ទុយស្រឡះពីវឌ្ឍនភាពដែលបានសម្រេចដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនជាពិសេសគឺនៅកំណាត់ខ្សែព្រំដែនត្រង់ចន្លោះបង្គោលព្រំដែនលេខ52ដល់59ហើយនឹងលេខ47ដល់សំទោសលេខ42ដល់47ដែលការនេះគឺបង្ការឲ្យមានការព្រួយបារម្ភជាខ្លាំងថាប្រទេសថៃបាននឹងកំពុងព្យាយាមធ្វើឲ្យខូចដល់កិច្ចប្រឹងប្រែងកំណត់ខណ្ឌសីមាព្រំដែនដែលតែកំពុងតែដំណើរការតាមរយៈការបង្កើននៅស្ថានភាពមានការឈរជើងជាក់ស្ដែងរួចជាស្រេចទៅហើយចំណុចទី9អាស្រ័យហេតុនេះគឺកម្ពុជាសូមទាមទារឲ្យប្រទេសថៃក៏គឺបញ្ឈប់ជាបន្ទាន់នៅរាល់សកម្មភាពយោធាប្រកបដោយអារិភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនិងនៅក្នុងទឹកដីរបស់កម្ពុជាផ្ទាល់ខដកបុគ្គលិកនិងសម្ភារៈយោធាទាំងអស់ចេញពីទឹកដីកម្ពុជាទៅកាន់ទីតាំងព្រំប្រទល់ដែលទទួលស្គាល់ដោយច្បាប់វិញគោគោរពដោយស្មោះត្រង់ចំពោះលក្ខខណ្ឌនិងស្មារតីនៃកិច្ចព្រមព្រៀងបទចុះបាញ់ថ្ងៃទី28ខែកក្កដាឆ្នាំ2025ហើយសេចក្តីប្រកាសរួមស្តីពីសន្តិភាពនិងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជានិងថៃដែលត្រូវបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃទី27ខែធ្នូឆ្នាំ2025 10រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីនូវការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនដោយឥតងាករេចំពោះការស្វែងរកនៅដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនជាមួយប្រទេសថៃក៏ដូចជាជាមួយនឹងប្រទេសជិតខាងទាំងអស់តាមរយៈមធ្យោបាយសន្តិវិធីស្របច្បាប់អន្តរជាតិដោយបដិញ្ញាចិត្តជាដាច់ខាតចំពោះការប្រកាន់ជំហរជាគោលការណ៍ថាខ្សែព្រំដែនគឺមិនត្រូវបានផ្លាស់ប្ដូរតាមរយៈការប្រើប្រាស់កម្លាំងនោះឡើយចំណុចទី11កម្ពុជាសង្ឃឹមថាសហគមន៍អន្តរជាតិនឹងជួយជំរុញប្រទេសថៃឲ្យដោះស្រាយជម្លោះព្រំដែនស្របតាមច្បាប់អន្តរជាតិនិងកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់បាទនេះគឺថ្ងៃបើកចំហើយណាថ្ងៃបើកចំពេញកណ្ដាលមុខគឺអ្វីដែលខ្ញុំបានជម្រាបជូនសេចក្តីប្រកាសនិងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិឆ្លើយតបរហ័សលឿនដើម្បីជាសក្ខីភាពសបញ្ជាក់និងឆ្លុះបញ្ចាំងឲ្យបងប្អូនជនរួមជាតិយើងបានជ្រួតជ្រាបទៅតាមដំណើរតងហើយមានគេហៅថាសុឆន្ទៈវិនិច្ឆ័យដោយទស្សនៈស្របដោយទស្សនៈមួយកុំគិតថាដាក់ស្ថានទម្ងន់ទុកទោសអញ្ចេះវាធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់និងប្រទេសជាតិហើយជាពិសេសអ្នកដែលពុំបានឆ្វេងយល់អំពីច្បាប់ពុំបានឆ្វេងយល់អំពីកាតព្វកិច្ចនិងទួនាទីនោះក៏ធ្វើឲ្យមានភាពចម្រូងចម្រាសប្រតិកាឡាគ្នាដកខ្លួនមិនរួចចេញអំពីភាពស្មុគស្មាញយ៉ាងឡើយអញ្ចឹងសូមឲ្យបងប្អូនប្រជាពលរដ្ឋជនរួមជាតិយើងមេត្តាបើកចិត្តឲ្យទលាបន្តិចស្ដាប់អំពីហេតុផលដែលវាសបញ្ជាក់និងឆ្លុះបញ្ចាំងអំពីភាពជាក់ស្ដែងនៅក្នុងប្រទេសរបស់យើងដែលជារឿងមួយគួរគប្បីបងប្អូនប្រជាពលរដ្ឋប្រុសស្រីធ្វើបទពិចារណាដោយលក្ខខណ្ឌមួយដើម្បីប្រទេសជាតិយើង
ប្រយោជន៍ប្រទេសជាតិយើងមិនមែនធ្វើដើម្បីតែការចង់បាន like share view ណាហើយមិនមែនធ្វើដើម្បីតែជេរយកកប់មកទេឥឡូវនេះបរទេសទូទាំងសកលលោកត្រូវបានគេទទួលស្គាល់ហើយថាការឈ្លានពានរបស់ណែប្រទេសជាចោរនេះគឺកំពុងតែធ្វើឲ្យបណ្ដាប្រទេសដទៃទៀតគេខ្លោបខ្លាចហើយមើលលើបណ្ដាញសារព័ត៌មានដែលកំពុងចុះផ្សព្វផ្សាយសពថ្ងៃអំពីមោទនភាពរបស់ទឹកដីនៃកម្ពុជាយើងក្រោមរូបភាពត្រូវបានគេបង្កវិនាសកម្មក៏ដូចជាធ្វើឲ្យខ្មែរយើងទទួលរងនូវសោកនាដកម្មដ៏ខ្លាំងក្លានោះណាបងប្អូនឥឡូវហ្នឹងបរទេសល្បីគេធ្វើឲ្យយើងបានឃើញនៅភ្នែកហើយគេចាប់ផ្ដើមយល់អំពីគុណតម្លៃនៃការលះបង់របស់នៅកម្ពុជាយើងហើយរូបភាពបែកធ្លាយក៏ចេះតែមានបដាចឹងកម្ពុជាយើងក៏កំពុងតែទាមទារឲ្យខាងប្រទេសថៃគេដកកងទ័ពណាដកកងកម្លាំងឲ្យចេញឲ្យផុតអំពីដែនអធិបតេយ្យរបស់យើងតាមដែលអាចធ្វើទៅបានចឹងយើងធ្វើទៅតាមសិទ្ធិច្បាប់និងអន្តរជាតិបើគេមិនខ្វល់ពីអន្តរជាតិអានឹងស្រេចតែក្បាលចិត្តគេទៅកុំខ្វល់អីយើងខ្វល់អំពីរឿងទឹកដីរបស់យើងខ្វល់អំពីនៃគុណសម្បត្តិនិងប្រយោជន៍រួមរបស់យើងឯនេះទើបវាសុខសេមសានបាទអ្នកនៅក្នុងប្រទេសក៏ធ្វើបុណ្យអ្នកនៅក្រៅប្រទេសក៏ធ្វើបុណ្យបុណ្យដែលយើងធ្វើគឺជាការអាស្រ័យផលនៅថ្ងៃអនាគតតើមានអ្វីនៅពីក្រោយការចាប់ខ្លួនលោកម៉ាដូរ៉ូក្រោមប្រតិបត្តិការ24ម៉ោងបាទខ្ញុំបានជម្រាបជូនម្សិលមិញហើយព័ត៌មានហ្នឹងយើងកំពុងតែក្តៅគុកតាបាទកំពុងតែក្តៅគុកមែនទែនយើងដឹងថាប្រទេសមហាអំណាចមួយគេមុននឹងធ្វើអីគេសិតតែមានភាពច្បាស់លាស់របស់គេដែរណាហើយដូចយើងអ្នកខ្លះដឹងអត់ច្បាស់លាស់ទេទៅចូលចិត្តធ្វើជាអ្នកច្បាស់លាស់ធ្វើជាអ្នកដែលក្រនបើជាងគ្នានឹងគ្នាប្រកាន់នានាការអញជាធំហ្នឹងថាធម្មតាទេក្នុងគ្រួសារយើងក៏ចេះតែមានអ្នកបកចំនួនចេះតែមានអ្នកឆ្លោះប៉ុន្តែមើលពីប្រយោជន៍រួមនៅពេលដែលយើងឆ្លោះហើយវាបានអីមកវិញហើយនៅពេលដែលយើងឆ្លោះហើយវាខាតប្រយោជន៍អីខ្លះនេះអាហ្នឹងត្រង់ហ្នឹងបានវាជាគុណតម្លៃតែបើបងប្អូនគិតតែពីរឿងឆ្លោះហើយឆ្លោះទៀតនិយាយមិនល្អប្រើប្រាស់វាក្យសព្ទឃ្លោងឃ្លាមមិនល្អហើយម្យ៉ាងវិញទៀតធ្វើឲ្យខាតពេលវេលារបស់យើងនៅក្នុងការប្រកបរបររកទទួលទានអាហ្នឹងក៏វាពិបាកដែរណាបងប្អូនវាពិបាកណាស់រឿងរបស់យើងទាំងអស់គ្នាដើម្បីប្រទេសជាតិវាជារឿងមួយដែលសំខាន់តែបើកាលណាយើងធ្វើលេងយើងមិនបានចូលរួមនៅក្នុងកិច្ចការងារប្រទេសជាតិយើងកុំបន្ទោសជាតិថាជាតិមិនជួយយើងមកពីយើងអត់បានជួយជាតិដែរសូមទោសខ្ញុំនិយាយនេះខ្ញុំនិយាយត្រង់ណាបាទនិយាយត្រង់ហើយចម្រើនអើយងាកសេរីប្លង់តិចពេញក្រាមុខមើលអីអាកើតទេហើយព្រលឹមឡើងទៅរៀងក្តៅតិចបាទសេរីមកកណេះតិចមកឲ្យផុតថ្ងៃបងប្អូនហើយតើរើទីតាំងអញ្ចឹងដៅប្រេះមុខឡើយនេះផុតហើយកុំបកាយប្រកាន់ស្រុកស្រែចំការជនបទចុងកាត់បាត់ញោកគឺអញ្ចឹងហើយអត់មានទីតាំងស្ទូឌីយោអីច្បាស់លាស់ទេធ្វើតាមលទ្ធភាពដែលយើងអាចធ្វើទៅបានហើយយើងបន្តទៅបន្តិចទៀតបាទបន្តបន្តិចទៀតបងប្អូនដោយសារបងអញ្ចឹងបានន័យថាគេយកបោះយើងហើយទៀតហើយអូនមិញបងបានជម្រាបជូនមកសារហើយរឿងនេះយើងតាមដានឲ្យច្បាស់ជាក់ការណាអូននឹងឆ្លើយតបទៅវិញបងលើកយកមកនេះគឺចង់ជម្រាបជូនទៅកាន់បងអូនថាខេត្តដែលគេកំពុងតែត្រួតត្រាហ្នឹងមកកន្លែងចំនួនមួយចំនួនផ្សេងហ្នឹងវាពុំមែនជាការកាន់កាប់ដោយលក្ខខណ្ឌដោះដូរបូរណភាពទឹកដីពីកម្ពុជាយើងទៅទេវាអត់ដូចអាអ្នកជេរនឹងថា
Bởi ta cái chế bong plơ cái chế bong lọp á bong chuột thế hãy nhận đăng thế ấy nè sầm đạch lụa đây ở kề hơi cắt đây ở kề hơi còn plơ còn là ngon còn khai tiết nữa của ỏi đó nè của nhung nhung đó nè rồi trình máu gọt cầm nào chứ á cầm mình chê dương sạch là plơ sạch là ấy na cái cắt đây ao từ xiêm hai nơi ọt đăng cho lại tiết nơi vậy là opi ra tha bị 3 tiết mà hay chạy mơ sao vừa đa con tới sạch là nè nơi sọc ra sạch là phụ và trang cả mục sạch là phụ à các bọn chiết bầm pơ sần đànที่ทางชมเยเลยchoបងប្អូនបាទលោកស្រីឧត្តមសេនីយ៍បានផ្សព្វផ្សាយរួចហើយស្ថានភាពយើងគ្រប់គ្រងបានទាំងអស់ទីបញ្ចប់គ្រប់កន្លែងចោលសៀមគ្រប់គ្រងទាំងអស់វិញបាទគេបងប្អូនគាត់ខមមិនដែរនេះបាទប៉ុន្តែអាស្រេងស្រុននេះអាស្រេងស្រុននេះវាខមមិនជេរយើងថាឯងឡប់ឈួតទេអាឡប់ណាហ៊ុនសែនណែមិនហៅហ៊ុនសែនទេហៅសិតតាអាសែនវាលក់ដីព្រៃភ្នំប្រាសាទឲ្យសៀមអស់ហើយកំឡប់ពេកអាឡប់ណាតែភាសាអាស្រៀងស្រុននេះវាជាភាសាមួយកពើអំវិញបឹងជាភាសាមួយដ៏អត់ពូជអត់ស្ដាប់ធ្នាប់អញ្ចឹងខ្ញុំមិនត្រូវការទេបាទធនធានមនុស្សចេះអីបាទមកធ្វើជាអ្នកខមមិនក្រនបើអីមិនល្អទេបាទណែបើខាងគេនេះគេខមមិនមកគួរប្រោះស្ដាប់ដែរលោកស្រីឧត្តមសេនីយ៍ផ្សព្វផ្សាយគ្រប់ពេលថាស្ថានភាពយើងគ្រប់គ្រងបានទាំងអស់ប៉ុន្តែទីបញ្ចប់គ្រប់កន្លែងចោលសៀមគ្រប់គ្រងទាំងអស់វិញអាហ្នឹងវាអត់មានពាក្យពេចន៍អីគួរឲ្យណាចិនឆ្អន់ទេគឺជាអ្នកចេះដឹងតែបញ្ចេញវាប់មកជេរបចោនឹងអវិជ្ជាល្ងងខ្លៅទៅខ្លួនឯងដែលយើងតាមដានស្ដាប់គ្រប់គ្រងស្ថានភាពទាំងអស់បងប្អូនតាមឲ្យតាន់នៅពេលដែលកំពុងតែកក្ដុងកក្ដាំងនឹងគ្នាណាពូខ្ញុំអ៊ំខ្ញុំនៅទល់មុខវាអញ្ចឹងនៅទល់មុខគ្នាអញ្ចឹងនៅពេលដែលក្ដុងក្ដាំងជាមួយគ្នាណាយើងគ្រប់គ្រងបានទាំងអស់មែនគ្រប់គ្រងទាំងអស់ប៉ុន្តែបន្ទាប់ពីមានបទឈប់បាញ់រយៈពេល72ម៉ោងមកយើងមិនគោរពច្បាប់អន្តរជាតិក្នុងជំនួបកិច្ចចរចាបទឈប់បាញ់72ម៉ោងហ្នឹងមិន3ថ្ងៃទន្ទឹមនឹងពេលវេលាដែលយើងកំពុងតែឈប់បាញ់ហ្នឹងគេរុលមកហើយរុលមកយើងអត់មានសិទ្ធិបាញ់ទេព្រោះយើងគោរពច្បាប់តែចោលវានៅតែជាចោលវាអ្នកលួចវារំកិលវាបោះវារុកគន្ទ្រានរហូតមកដល់សប្ងៃហ្នឹងបាទសប្ថ្ងៃហ្នឹងអញ្ចឹងបើយើងដឹងអត់ច្បាស់យើងនិយាយចឹងអត់ត្រូវទេអ្នកឯងទម្លាក់ទឹកចិត្តរបស់បងកងទ័ពដែលគាត់ខំប្រឹងប្រែងការពារបែកដៃបែកជើងអស់តែអាយុជីវិតអ្នកខ្លះដែលគាត់ឈរទៅតមកយ៉ាងអង្អាចក្លាហានអ្នកឯងនិយាយចឹងមានន័យថាអ្នកឯងហ្នឹងមិនឲ្យតម្លៃជាតិហើយមិនឲ្យតម្លៃបងកងទ័ពហើយគេចូលមករុករៀនត្រៀនដល់សប្ងៃកឹកក្រែងហ្នឹងដោយសារមានបទឈប់បាញ់3ថ្ងៃអា3ថ្ងៃហ្នឹងវាទន្ទ្រានយកតែបងវាមិនមែនទន្ទ្រានកាន់កាប់ស្របពេលដែលយើងពទុះក៏គ្រូក្រាំងជាមួយគ្នាអត់ទេបើពេលហ្នឹងចូលមកកាន់កាប់ចូលមកឈោបោះទងជាតិហ្នឹងមិនស្អុយជីដីកម្ពុជាយើងបាត់ហើយទេហីពិចារណាណាចារណាហេតុអីបានខ្ញុំហ៊ាននិយាយខ្ញុំមានវីដេអូខ្ញុំមានរូបភាពដែលអ៊ំដែលពូខ្ញុំកាន់កាប់គ្រប់សកម្មភាពតែយើងមិនអាចបោះចេញបានទេវាពាក់ព័ន្ធទៅនឹងសមត្ថភាពជាតិគ្រប់កាលនឹងច្បាប់អញ្ចឹងយើងដឹងអត់ច្បាស់យើងមិនបានចោះព្រំដែនដូចខ្ញុំអ្វីដែលយើងនិយាយឃើញទៅតាមគេហទំព័រឃើញតែការលៀបពណ៌ទៅលើបណ្ដាញសារព័ត៌មានរបស់គេដូចថ្ងៃមុនខ្ញុំនិយាយអញ្ចឹងណាអ៊ំដឹងមកពីណាអ៊ំឃើញគណៈបកប្រឆាំងពួកអ៊ំសំអានហើយនឹងសំរាំងស៊ីហើយនឹងអីក៏ខកកងនឹងវាផង
chẳng nhóm block mùi nhóm block trao bóng bạn giấy kia tiết thế mà chỉ chơi kia tiết ha bắp lá cái nạ bạ bạ trắng cái pho cho bộ cái nạ bạ bạ trắng nó đây giấy rương bật bỏ vào tay chiết pin cao nào liệp tập phố nè vô ta control ta trao xiêm nè hay vô về mặt tiên toát thì lại có mưa giống như vậy mà chỉnh sau bây giờ riêng châu tần tiên ấy có bị trao và can sẽ ta cái lộ đây áo xiêm mà anh còn plơ anh còn lọp với cả bay thật là chẳng đó là anh dây nâng máu mạch với chuột chia rồi mấy miền bụi miền bông bông từ cô là óp để điều cái sẽ tập plơ cái lọp cái bay nữa con ai nó vừa chia sấy cao máu bị bào chơi mền ở miền bụi sẵn đàn mền chúng ta đi on hua đúng không mà on hua câu chùm hô bỏ bộ cái nạ bạ và trắng rôn nẹ miên chùm này đăng ao bị chuyện lệ cho mà lo mùi ọt miên rất là bộ pro prai ọt bị giáo chứ rất là bộ bật đứt krau sà la đúng không bởi vì men tên nữa bao tại ai cái sao bao tại phơi nó không bắt tục mà mai buôn chi rong nữa dây vô đúng không và cái lai và cái bầm play nè riệp rapi đan và vọt sa con ở tay bơ chung bi samai nu mà bao mắt chùm ho dây vô mong tha tới là chip một cái bó để ọt cầm nao nữa để miên cầm nao cao chia nữa để xa bầm ra mà hai ta là vô bài bò tê nữa thôi chỉ nhông kình chia kia nữa màu phần đai mà trôn tra mai cái này ai tiếng đây luôn ai ấp miên smart tập hiệp đặc nom và tê phó nữa on vẫn năng hơi nên phôm từ tua score luôn ai on bà ai kháng bà ai ở chá ai đặc nom và tê đang bị du nào mà mình được khai tới chia mình đứt rọt bát trường so priệt Asray nơi nơi và tê kia đấy nên mình đứt kia trầm trơ mình đứt kia cho bà lo bật và có nơi từ nãy có sọc đây anh ấy cho sọc khoe bàn thôi nè bà là say vô chuyện để chung mà phơi chỉ khai chuyện lên nó cầm ấy nó rồng co cho trang ban phong thế đó smart tập hiệp rất là bẩn đất mà nè rất là bẩn đất phát miền hiền và cọp cái càng như rồng từ tu tiên là không sọc mai nó ruột trào sọc từ lâu hay là uất anh mà điêu mà chơi cái anh kia nhé rất tình trắng á bảo bộ bẩn đất cái che sừng rùa ma cái che đằng na cái mình phơi ấy đào bập lơ chẳng thế hay riêng chiết này mỗi cái mình đừng bay bà há cái phơi ca đào sụp hệ vì này chay cái thằng khai phong mình ao để hiên ngọc lục đây mình ao bị chia đấy hàng ngọc lục đây bàn bánh crop thông bàn phơi bẹ hay ca và đồ sạch đồ chiêm kim trắng đỏ co hộp lưng kia thế giờ mình chân đấy bằng bộ này là nó bị chia chùm này mũi đại dương từ ọc kia tới cực cu phong cầm ao già lùm yên pro ta lanh pro ta sọp control nút hãy nơi khăn hãy bạch rọp rốc anh thế hãy nơi khăn nó hãy bạch rọp rốc anh thế từ từ chỉ chẳng thể bằng bộ sắc cam phiประวัติประชีประวัติយើងរាល់ថ្ងៃមានសន្ទុះខ្លាំងក្លាមុតមមណាក្នុងការចូលរួមយ៉ាងម៉េចគ្រប់វិស័យស្បៀងអាហារណាសម្បត្តិភូមិជួរក្រោយសន្តិសុខភាពសមរភូមិអាវសវប្បធម៌ប្រពៃណីសមរភូមិអាវក្រហមប្រសង់រាប់ម៉ឺនអង្គដោយព្រះអង្គសម្ដេចយ៉នសេងជានិងសម្ដេចព្រះអង្គទៀតព្រះអង្គបណ្ឌិតច័ន្ទមនីព្រះអង្គនិមន្តដល់ព្រំដែនណាសប្ងៃគ្រប់ខេត្តព្រំបទល់និមន្តចែកស្បៀងលើកទឹកចិត្តកងតបបងប្អូនភាសឹកបាទខ្ញុំស្ដាយដូចខ្ញុំបានអមដំណើរបានដឹងដំណឹងសមរភូមិខាងមុខបងកងកម្លាំងខឿនការពារបរណភាពទឹកដីប្រទេសជាតិសមរភូមិការទូតសម្ដេចប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលយើង5ហ្នឹងស្អិតរមួតប្រតិកលាគ្នាទាញមិនល្បេះកាត់មិនដាច់អញ្ចឹងហើយទើបយើងទទួលបាននៅវិជាប្រយោជន៍មានគេឈ្មោះបោះសម្លេងនៅក្នុងសកលលោកគេទទួលស្គាល់ដោយវាជាកង់ប្រវត្តិសាស្ត្រមួយកំពុងតែវិលប្រតិកលាជាមួយនឹងអធិការកិច្ចរបស់សកលលោក worldwide យើងមានតំបន់ទេសចរជាទ្រព្យសម្បត្តិដ៏ល្អឯកកាត់ថ្លៃអត់បានរបស់កម្ពុជាយើង
សល់ទុកពីពលឹងបពាក់បរោះដូនតាខ្មែរពីបូរេបុរាណមកសេដ្ឋកិច្ចនៅក្នុងប្រទេសយើងក៏ល្អប្រសើរប្រជាពលរដ្ឋចាប់ផ្ដើមយល់អំពីតម្លៃនៃកសិកម្មយល់អំពីទឹកដីតម្លៃនៃការដាំដុះប្រកបមុខរបររកទទួលទានប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈសេចក្តីថ្លៃថ្នូរបបប្រហែលជាតិមាតុភូមិព្រមទាំងពហិការមិនប្រើប្រាស់របស់ចោលទៀតឃើញទេយើងផ្ដាច់សង្វាក់ផលិតកម្មសេដ្ឋកិច្ចគេឲ្យបានតែនិយាយទៅវាតែមានការប៉ះពាល់ព្រោះអ្នកខ្លះគេនាំរបស់ថៃចូលមករបស់ចោលចូលមកលក់សូម្បីតែខ្ញុំពីដើមខ្ញុំប្រើរបស់ថៃដែរសាប៊ូកក់សក់សាប៊ូដោះមុខសិតតែថៃបើមិនថៃមិនយកទេមិនតែឥឡូវផ្ដាំផ្ញើតកូនតចៅណាមិនប្រើដាច់ខាតហ្មងមិននិយាយតែម៉ត់មួយថ្ងៃពីរថ្ងៃឲ្យគេដៀលខ្មែរសុំទានពាក់កណ្ដាលប្រទេសក្រអត់ពីគេគ្មានដង្ហើមដកទេអ្នកឯងចាំមើលទៅខ្ញុំមិនឲ្យកូនចៅខ្ញុំប្រើទេខ្ញុំប្រើផលិតផលរបស់ខ្មែរគ្រប់គ្រងខ្មែរឲ្យបង្កើតរោងចក្រទោះបីខ្ចីលុយជឿបលបរទេសមកផលិតក៏ល្អដែរខ្មែរពេញចិត្តនឹងសងឲ្យចាក់ខុសវិស័យខ្មែរទៅថ្ងៃខាងមុខដោយប្រសាសន៍ប្រមុខអ្នកដឹកនាំរាជរដ្ឋាភិបាល2030ទៅចន្លោះ2050ខ្លាយទៅជាប្រទេសអ្នកមានដូចគ្នាដោយសារអីកម្ពុជាសពថ្ងៃរីកមុខរីកមាត់ដោយផ្សិតឥឡូវនេះសូម្បីតែពិភពលោកក៏គេទទួលស្គាល់ថាខ្មែរមិនខ្វះកន្លែងលេងដែលសុខសប្បាយភាពទេវាមិនមែនដូចជាការលៀបពណ៌ការចោទប្រកាន់របស់ថៃឡើយតំបន់ទេសចរមកកណោគោដឹកដើរលេងមកទេក្នុងស្រុកខ្មែរណា181,035 គីឡូម៉ែត្រការ៉េហ្នឹងតាមបន្ទាត់ព្រំដែនព្រៃភ្នំក្រំថ្មព្រៃព្រឹក្សាលតាវធម្មជាតិកើតឡើងដោយឯងធម្មជាតិកើតឡើងដោយការកែច្នៃរបស់មនុស្សណែមកតាសៀមរាបដើរលេងមួយឆ្នាំអស់ផងគាត់នៅប្រាសាទរាប់រយប្រាសាទជ្រោះជ្រងចលងដងអូគិរីបបតារាប់រយកន្លែងដែលត្រូវទៅលេងមិនចេះចិត្តណាយអំណោយផលទៀតសុវត្ថិភាពទៀតណាចម្លាក់ក្បូរក្បាច់រចនាមានរាប់មិនអស់នៅលើទឹកដីរបស់ខ្មែរហើយតាមបណ្ដាខេត្តផ្សេងទៀតដើរបើចេះអស់បើសិនជាដើរដោយសុភវិនិច្ឆ័យមិនដើរតែមើលទេណាមិនដើរតែមើលទេបើដើរតែមើលពេលវេលាមួយខែដើរគ្រប់ហើយតែបើដើរហើយសម្លឹងមើលបដោតចាក់ខុសវិស័យអំពីវប្បធម៌ពលឹងដែលយើងធ្លាប់និយាយថាថ្មចេះនិយាយណាបងប្អូនយើងស្វែងយល់អំពីថ្មពីរូបចម្លាក់ដោយប្រាសាទបាយ័នណែប្រាសាទអង្គរតូចអញ្ចឹងណាបើយើងយល់អំពីសិលាចារឹកក្បូរក្បាច់រចនានៅលើផ្ទាំងសិលាដ៏ធំហ្នឹងយើងដឹងថាថ្មនេះគេនិយាយពីអីពីសម័យនោះគេនិយាយពីអីចង់ច្បាស់ចង់ដឹងជាជួលតកាយមួយឲ្យគាត់អភិប្រាយឲ្យយើងទៅយើងដើរទៅថតទៅដើរទៅស្ដាប់ទៅណាសូម្បីតែខ្ញុំនឹងក៏ដឹងមិនអស់មិនច្បាស់មើលតែរូបដែរហ្នឹងប៉ុន្តែកន្លែងខ្លះទាញទៀតឥឡូវក៏ទាញទស្សវត្សទីប្រមាណមកប្របាទជ័យប្រមាណទី2ទី7យ៉ាងម៉េចអីហ្នឹងទៅមើលទៅទាញតត់ទៅអង្គុយពិចារណាខ្លួនឯងក៏នៅតែមិនច្បាស់ដែរតែបើកាយគេសិតតែមានវិជ្ជាជីវៈណាកាយខ្មែររបស់យើងហ្នឹងណាគេមានវិជ្ជាជីវៈគេសិក្សាគោលដ្ឋានណាប្រវត្តិសាស្ត្រនៃការកកើតឡើងនៃប្រាសាទក៏ដូចជាទឹកដីដែនសវណ្ណភូមិនៃខេត្តសៀមរាបនឹងមានអីខ្លះគេសិតតែមានវិជ្ជាជីវៈសិតតែមានជំនាញច្បាស់របស់គេហើយគេបញ្យល់មកនឹងគឺបានឲ្យគេសិក្សាអំពីប្រវត្តិសាស្ត្របណ្ដាតាមក្បួនច្បាប់របស់ខ្មែររបស់យើងហើយបើបងប្អូនមិនទុកចិត្តជឿជាក់កាន់សភៅដូចខ្ញុំតែមកសៀមរាបខ្ញុំមានសភៅរបស់ខ្ញុំមកក្បាលមគ្គុទេសតែឥឡូវខានបានដាក់មកហើយបាទការរត់ដងខ្ញុំដាក់នៅក្នុងក្លុបឡានហ្នឹងណាដូរឡានដូរអីទៅអត់ឡានអត់អីជិះចឹងទៅយើងក៏មិនសូវបានដាក់ចឹងទៅអាហ្នឹងវាជារឿងមួយដែលយើងត្រូវដឹងថាយើងទៅទីណាមកណាកន្លែងណាចង់ដឹងកន្លែងណាច្បាស់សភៅមានប្រវត្តិសាស្ត្រដានមានឥឡូវមានអីអាចកំបាំងទៀតសូម្បីតែអ៊ីនធឺណិតឥឡូវឡើង 5G ហើយណាស្រួលដូចយប់មិញខ្ញុំជិះពីភ្នំពេញរហូតមកដល់សៀមរាបឡាយបានរហូតរត់ដងទាំងដែលមកដល់ត្រឹមតែកំពង់ចាមកំពង់ធំអីហ្នឹងគឺឡាយមិនចេញទេតែយប់មិញឡាយដល់ណាដល់ណីបានតែសេវាហ្នឹងវាអភិវឌ្ឍទៅមុខហើយបើនិយាយពីថាប្រទេសជាតិមិនឃើញរីកចម្រើននិយាយមកនេះបានតែពួកគណៈបកប្រឆាំងប្រមាណក្បាលនឹងឯង
ដែលឃើញថាកម្ពុជាអភិវឌ្ឍទេដល់កម្ពុជាកាលពីអត់តាន់មានកង់អត់តាន់មានម៉ូតូស៊ីក្លូថាកម្ពុជានឹងក្រអត់តាន់មានផ្លូវចាក់កស៊ូបេតុងផ្លូវអាលាក់ប៉ិនកង់អាតេសថាកម្ពុជានឹងក្រចុះឥឡូវមានណាថាមានកម្ពុជាតូចតាចតឡាយលពៅដែរហ្នឹងងើបចេញមកប្រហែល 3-4 ទសវត្សរ៍ហ្នឹងក្រោមការដឹកនាំក្រោមលុបសុខសន្តិភាពរបស់ប្រមុខថ្នាក់ដឹកនាំហ្នឹងគឺបានប៉ុណ្ណឹងអស្ចារ្យណាអស្ចារ្យយើងមានហេដ្ឋារចនាសម្ព័ន្ធគ្រឹះស្ថានអប់រំផ្លូវថ្នល់សាលារៀនស្ពានឬស្ពាននឹងត្រូវចាំប្រវត្តិសាស្ត្រតសន្តានយើងនៅក្នុងខួរបណ្ដោះបណ្ដាលវប្បធម៌កូនខ្មែររបស់យើងឲ្យពួកគាត់បានសិក្សារៀនសូត្រឲ្យចេះដឹងច្រើនភាសាឲ្យដឹងពីប្រវត្តិសាស្ត្រដានប្រវត្តិសាស្ត្រដែលគេបំផ្លាញយើងបាទបំផ្លាញផ្លូវទឹកផ្លូវគោកស្ពានសាលារៀនមន្ទីរពេទ្យវត្តអារាមហេដ្ឋារចនាសម្ព័ន្ធអីផ្សេងដែលវាទៅខាតបង់នៅក្នុងសោកនាដកម្មដ៏គួរឲ្យសង្វេគនេះអញ្ចឹងចាំមុខពួកចោលហ្នឹងប្រវត្តិសាស្ត្រហ្នឹងត្រូវចាំមិនមែនត្រូវឲ្យពួកយើងនេះទៅប្រើរបស់ចោលទៀតទេណាមិនមែនត្រូវឲ្យពួកយើងទៅប្រើប្រាស់របស់ចោលទៀតទេយើងត្រូវតែមានរោងចក្រខ្លួនឯងត្រូវតែមានអ្នកផលិតនៅមុខចំនួនជួញប្រែក៏ដូចជាគ្រឿងហូបចុកបុកទំពាគ្រប់វិស័យប្រើច្រកណាក៏បានដែរកុំតែប្រើរបស់ចោលនាំចូលពីប្រទេសណាដែលមានគុណភាពនាំចេញពីប្រទេសយើងដែលមានគុណភាពទៅឲ្យគេដូចគ្នាចឹងដែរកុំឲ្យប្រវត្តិសាស្ត្រវាជន់ដានណាកុំឲ្យគេឌីលមកត្រូវពេកថាខ្មែរយើងនេះងើបមិនរួចអំពីអាមេរិកកម្មរបស់គេទៅមិនរួចទេខ្មែររួបរวมសាមគ្គីនេះឯងចូលលេងចោះហើយតែខ្មែរសុកចិត្តហូបតាមណែទម្លាប់របស់ខ្មែរមិនសបាសទិញចង់បានចង់ឆ្លោះចង់រំលោភយកដែនដីអត់ទេខ្មែររស់ដោយខ្មែរគឺសុខហើយណាបើយើងប្រមូលផ្ដុំគ្នាអនាគតយើងខ្លាយទៅជាប្រទេសដែលមានដូចគេហើយថ្ងៃដេញទៀតណាបន្តិចអញ្ចឹងនេះវាទៀបឥឡូវមកដល់ហើយចាំងបែកថ្ងាសហើយបងប្អូនណារត់ទៀតនៅតិចទៀតមិនតាន់បាននេះផងរត់រហូតបងប្អូនប្រហែលនាទីហើយមែនហ្នឹងហើយអញ្ចឹងសូមបញ្ចប់មកទៅបងប្អូនដើម្បីសេរីប្លង់តិចក្តៅព្រលឹមឡើងផ្សែងសូរិយាយាត្រាយាងរះមកចំពីទិសខាងកើតហើយយើងនៅពីមុខហ្នឹងពេញ100បឹបណាអញ្ចឹងមុននឹងបញ្ចប់ទៅបងប្អូនសូមអធិស្ឋានផងរើឯងប៉ាតណីដោយខ្ញុំបាទកំពុងរៀបចំជាមួយនឹងក្រុមការងារដើម្បីនឹងឡើងទៅខាងជួរមុខបាទឡើងទៅខាងជួរមុខហ្នឹងគឺយើងត្រូវណាដឹកស្បៀងដឹកអង្គបាទហើយនឹងគ្រឿងដាប់ខ្លះទៅជូនគាត់ប៉ុន្តែអ្វីដែលចង់បានស្អកក៏បានអ្វីដែលខ្ញុំចង់បាននៅពេលនេះគឺសាច់ជ្រូកសាច់គោបាទសាច់ជ្រូកសាច់គោបាទសូមពុកម៉ែបងប្អូនលោកជួយផងបាទដើម្បីទៅខាងឧត្តរមានជ័យនិងខាងខេត្តព្រះវិហារតើយើងមានដើមទុនបាទន័យថាទៅបើជុលទៅហើយកុំឲ្យសោះអាក្រោះយើងមានសាច់មានកអីចឹងទៅមីត្រីខអីទៅជូនគាត់ចឹងទៅក៏សប្បាយចិត្តដែរបាទបើសម្រាប់ខ្ញុំទៅមិនដែរអត់ទេយ៉ាងហោចណាស់ក៏មកកងបាន50,000ឬក៏1លានអីចឹងដែរផ្ដាច់ពីខ្លួនយើងទៅណាដើម្បីអីជួយលើកទឹកចិត្តគាត់ទៅហើយមិនបានជូនគាត់នៅមិនសុខមកហើយតើអត់មានលុយនៅក្នុងខ្លួនច្រើនល្មមមកជូនគាត់ណែបានម្នាក់10000អីទេដូចអត់ទៅអត់ចង់ទៅទេបាទអត់ចង់ទៅទេនៅសំសិនណាហើយជាពិសេសរាល់ដងខ្ញុំធ្លាប់ទៅជាមួយឯកឧត្តមពូទេពងួនឯកឧត្តមលោកជំទាវអញ្ចឹងទៅជ្រូកមួយក្បាលអីចឹងទៅណាជ្រូកពេលខ្លះ70គីឡូ100គីឡូអីចឹងទៅតែហើយជុំជាមួយគាត់នៅទៅរកកាលនោះចំនួនដែលយើងមិនទាន់មានបញ្ហាកៅឌូងក្រាំងនោះទៅហូបជុំទៅសบายរីករាយជាមួយគាត់ណែហូបលៀសជៀសអាំងជៀសណែស្លម្ជូរហើយនឹងសាច់
អីផ្សេងទៀតថាសបាយក្នុងរូបភាពលើកទឹកចិត្តហើយឥឡូវឃើញគាត់បានសម្ដេចលោកជួយដែលលោកជំទាវម៉ែហ៊ុនស៊ីណាតលោកជួយលោកពូស្រីជោចហើយនឹងបងប្អូនកងកម្លាំងយើងជួបមុខសបាយចិត្តណាខាងតំនធំណាខាងថ្មដូនអីនោះណាការយកចិត្តទុកដាក់ហើយនឹងបងកងកម្លាំងផ្សេងឯទៀតតាមបណ្ដាខេត្តជាប់ព្រំប្រទល់ដូចគ្នានឹងបាទក៏អញ្ចឹងដែរហើយសម្រាប់ខ្ញុំដូចខ្ញុំធ្លាប់បាននិយាយមកត្រង់អញ្ចឹងបងប្អូនខ្ញុំមិនជាអ្នកមានធនធានទ្រព្យសម្បត្តិអីទេបងប្អូនហើយមានតែចិត្តហើយនឹងបេះដូងហើយនឹងការគៀងគរនឹងឯងអាស្រ័យផលដែលបានមកពីការជួយរបស់លោកឪពុកអ្នកម្ដាយបងប្អូនជនរួមជាតិទេបើថាបើចេញពីកងធនាគារខ្លួនឯងប្រាក់ខែខ្លួនឯងនឹងគ្រប់ទេបងប្អូនប្រាក់ខែរដ្ឋខ្ញុំមិនគ្រប់នឹងចែកបងប្អូនទេដោះតែបំណុលជីវិតប្រពន្ធកូននឹងដោះមិនរួចផងម្ល៉េះហើយចេះតែប្រឹងចេះតែជួយតាមលទ្ធភាពដែលយើងអាចធ្វើបានទៅបើមែនទេទៅដូចជាការផលិតវីដេអូអីហ្នឹងរស់នឹងអានឹងឯងបដៅមកដែលបងប្អូនឆ្ងល់ហើយវាដើរ25ខេត្តក្រុងក្នុងស្រុកខ្មែរដើរទៅថតវាគិតតែពីស៊ីចាយសបាយហឺហារបស់វាអត់គិតធ្វើការងារអីតាមក៏ពិតអានឹងឯងការងាររបស់ខ្ញុំណោះបាទអាការងាររបស់ខ្ញុំគឺដើរឯង25ខេត្តក្រុងនឹងខ្ញុំដើរអស់ហើយគ្មានខេត្តណាដែលចន្លោះទេបាទតិចទៀតអាបេសកកម្មហ្នឹងក៏សូមឲ្យពុកម៉ែបងប្អូនជួយដែរបាទយើងធ្វើបេសកកម្ម25ខេត្តក្រុងក្នុងចេតនារបស់យើងផ្សព្វផ្សាយតំបន់ទេសចរសួរសុខទុក្ខពុកម៉ែបងប្អូនលោកតាលោកយាយអំពូមីមាតាចាស់ណារំលឹកដានប្រវត្តិសាស្ត្របែបមនុស្សចាស់កម្មវិធីរបស់យើងកំពុងតែរៀបចំហើយដាច់ឆ្នាំហើយយើងក៏កំពុងតែធ្វើបេសកកម្មប៉ុន្តែយើងនៅខ្វះឡានមួយគ្រឿងខ្ញុំនៅខ្វះឡានមួយគ្រឿងបងប្អូនបើសិនជាមានបងប្អូនលោកជួយមិននឹងល្អប្រសើរប៉ុណ្ណាទេខ្វះឡានអាឡានរបៀប12កៅអីណាអាស៊ីណា Starrix ចង់បាននឹងមួយគ្រឿងអានឹងដាក់កម្លាំងក្រុមការងារគ្រឿងឧបករណ៍ទៅតាមខេត្តទូទាំង25ខេត្តរាជធានីស្រួលហ្មងបាទព្រោះថាទៅតែមួយឡានហ្នឹងគឺគ្រប់ក្រុមការងារហើយនឹងគ្រឿងឧបករណ៍សម្ភារៈខ្ញុំនៅខ្វះតែឡានមួយទេបងប្អូនខ្វះតែណាឡានវាជា10000ជាងរលុយទិញអត់បានបងប្អូនក្រមានបងប្អូនមានចិត្តសប្បុរសជួយមួយមិនដឹងសប្បាយចិត្តយ៉ាងណាទេជួយសង្គមដឹកស្បៀងឲ្យចុះជួបបងប្អូនចាស់យើងតាមបណ្ដាខេត្តក្រុងក្នុងប្រជាជាតិកម្ពុជាណាចង់ដឹងសុខទុក្ខពុកម៉ែបងប្អូនចាស់ហ្នឹងបង្កើតកម្មវិធីសប្បាយរីករាយជាមួយគាត់មែនណាបងប្អូនថ្ងៃមុនខំអអ្នកមីងនៅខាងបារាំងថាខ្វះប្រមាណក្មួយជាមើលចាំអ៊ំជួយមួយគ្រឿងបាទមិនរំលឹកគុណអីទេមិនរំលឹកអ៊ំអីទេប៉ុន្តែមួយឆ្នាំជាងហើយបាត់ដំណឹងឈឹងណាបាត់ដំណឹងអ៊ំឈឹងឥឡូវក៏តាក់ទងអត់បានទៀតចូលទាំងដើមទៀតបានដូចថាសំណាងមិនតាន់ដល់ហ្នឹងបងប្អូនសំណាងមិនតាន់ដល់ចាំឱកាសមានសំណាងដល់ពេលណាយើងធ្វើពេលហ្នឹងប៉ុន្តែជាចក្ខុវិស័យទិសដៅរបស់ខ្ញុំគឺអញ្ចឹងឯង25ខេត្តក្រុងក្នុងប្រជាជាតិកម្ពុជាដើរឲ្យគ្រប់កម្មវិធីរបស់យើងមករៀបចំ plan និងគម្រោងនឹងរួចជាស្រេចហើយចាំបាននៅខ្វះតែឡានមួយគ្រឿងឯងខ្វះតែឡានមួយគ្រឿងនេះគឺឡានដឹកនឹងតែហ្មងឡានដឹកក្រុមការងារឡានដឹកសម្ភារៈចុះតាមភូមិនឹងឯងអញ្ចឹងមិនថាពេលខ្លះគម្រោងដែលយើងគិតកិច្ចការងាររួចស្រេចទៅហើយដើម្បីសង្គមស្រាប់តែគេប្រឡែងដៃទៅបាត់ទៅដោយសារតែសង្គ្រាមឃើញទេដោយសារតែសង្គ្រាមនឹងហេតុនឹងវាคล้ายទៅជារឿងអាសាបងអាសាការតេខាតលុយរាប់ម៉ឺនដុល្លារដោយសារសង្គ្រាមហ្នឹងតែការពិតកម្មវិធីរបស់ខ្ញុំដែលត្រូវចុះជាសហគមន៍តាមបណ្ដា25ខេត្តក្រុងក្នុងស្រុកខ្មែរហ្នឹងវាត្រូវវិវត្តដល់ណាបាត់ហើយបាទឆ្នាំថ្មីនឹងនោះវាជាអកុសលដោយសារផ្ទុះសង្គ្រាមផ្ទុះហើយម្ដងទៀតហើយបើគេឈ្លានពានយ៉ាងហ្នឹងហើយគេរំលោភយ៉ាងហ្នឹងធ្វើអីកើតបាទមិនមែនអាចដើរលេងតាមព្រៃភ្នំក្រំថ្មបតតព្រំដែនអីដូចលើកមុនទេណាហើយចេញចូលក្រៅប្រទេសអីស្រួលដូចមុនទេណា
vậy vậy tới vật tế Thái này trên châu lần passport mặc vào lại nâng mình được xem là bảo vọt xa đa là cái đó chu chiết ấy đó mà lắng nhưng ta cực mịch khơi nha nó vì chỉ riêng có xó lá bây Việt Nam rồi bỏ mình đúng mơ bị ọt khơi men cùng rong khla Việt từ cả về lia bật men việc hạt bong bật men rồi xa té riêng về chạ sre bong ôn lần nó còn dương mơ từ lơ bị phục lục dương tầng mũ sẽ có lục dương tầng mũ có về hạ đôi chia cầm pông tại bây giờ trong tới nè bị phiện mùi muối kì mơ mau khơi thà sừng kriêm lục lực thì bay về cao lang chẳng á tại dương có mình đang thay về Asrai hai giờ mấy đấy dương vật tê tối nè chỉ thầm mà đá cái vật tê thông thống kì mơ mau tôi những việc xưa cái nhịch về xua chả bạch về xua này tròn chli chẳng tất á vì có trâu on hai mà dạng này còn đây mình nuôi đây mình ai ok tròn chli bán cứ mình nuôi để răng bằng luôn ai đôi chuyện ở trong công cua xa chứ nó mai ở và đau sẽ đây thá tu miên ọp rong côn cháu miên hai bỏ mày ở tại bà côn cháu ọt prăng luôn ai thế mình bổng răng mình sầm ruột mình đọc hạt luôn ai thế tôi bay mai ở chê bà đai toàn ngọt tiết có miên cầm nào đây bà côn khla có đăng rồi không chăm bạch ở bụng bà đai đọc hạt cơ rơ rùm lực y thế còn mơ là pi ba nhà sừng cúng bà đã than chung bên luôn quát nó cứ chỉ kêu bà trà riêng bẩn đau tầm lót không đi say lỏ rồi có một quả bò rồi từ tiến từ tam sầm chỉ biết hai miền bị giàu không dục Akamru na đã bên lỏ chỗ áp hiền nhiên cái cha phật ra lên xây là bay pin lìa và sai bánh bò cặp sầm lạp lui chọ plon lươn mà lại đó là pe vậy đây sao chỉ rất dân từ thô tiên trăng hay một quả bò lỏ mà cả nó cô đắc ấp tao khả năng đẹp lá nè tôm tốt nhầm gì ní trong chợ hay prôi baram tụm piang sờ co cào mà chùm luôn còn mùi đắp toán khơi nhà bà công cua xa còn miền Attica cách còn miền Smart cách này trong cục mà lò phóng lò mong lò bắt đầu con sớm mai lên ní phía xa che sân ra luôn là môi che bay buồn pram phía xa trong xa với miền sả la on trạ chiết chán sả la bắt đầu mà đa lò chán số bây ta sả la rót crop khan rót có bự rừng smart đây chiết này dùng chán bắt đầu phải đa là mình chấm non cái để chiết từng piang được xây đến ba lò chán rừng mòm chán tại vì to là dương khuôn dương này phụng mà đai việt đa bày đa để chiết kêu tì muối này nập té này phụng rừng phụ con phải thay tiết từ con đầm lai này cả liệp bao nước miền giàu bị chát đó bao bị chát cho miền con thông pin cái lọ đại trong bờ ròm trong pruy ai mơ đào nằm nào tốn trong khai ta sừng cung bộ ô tiếng sai cục ba phần mật nước sôi vào đảo ba phần mật nước sôi thôi mà chứ mà thật trâu tam đan cái mọi con sai cục ba phần mật và sai cục ba nè để dục vị trí dục thọ a dục ca chết đăng nhưng mà thôi chỉ mất dục sập hơi nhưng mà thôi chỉ mất lọ nè cốt chia sò trùm và tê chia đấy bàn tay bởi dục ba phần mất bộ đài chỉ mình qua cả ọp rung mà thôi chỉ mất bộนึงlà bay game online như nó cứ cho bay bóng bóng chọc cầm pung từ khoai cầm pung từ prui bà ram rư game online nhỉ để lưu bàn đai tu được sắp là chùm thôn trom này nè xa lột một tương bạc mơ tới lục nẹp chọc lịch cột đi lục nẹp được ban chô ghế mà đi xa lấy tình nhưng mà ha xa rùng khan ta mà xa lê phong ta mà telegram phong ta mà xây đó chụp một show bài bạc mơ tới mà là cái bị chun xa ấy mau sầm khăn riêng ấy bị xe bạc mơ tới nè lục nẹp chô tam linh đi chọc là bài chô mon là bài casino nè với tay chơi chân đấy mà ha sai rùng khan xa lấy tình nhà ta mà và con tu sạp nâng máu thôi nhé bà bồn bà ai bật nâng ban tiết lọ của mọi nhà xa rùm khan máu vì miền nào mà chụp bài nhà xa máu trong ba này sẽ làm tích nhỉ thế bà xa thi OC ấy bà mặt chúng này chỗ rùm tục scat ca sai people miền khai chỉ ca từ tua khâu trớ rồi bỏ dương này cái
គេដាក់មកថាម៉េចចុះឈ្មោះនឹងឈ្នះរង្វាន់ភ្លាមសិតតលេខញ៉ាសារមកសូមចូលទៅតាមលីងនេះលោកអ្នកនឹងបានឃើញហើយនឹងមានការចូលរួមលេងកំសាន្តសប្បាយជាមួយនឹង game casino ក៏បាញ់យកបាទហើយផ្ញើសារមកតែអញ្ចឹងតើងមករំខានគ្រប់ពេលវេលាលោកអ្នកភ្ជាប់សេវាតាមលីងនេះលោកអ្នកនឹងទទួលបានការ promotion $100ហើយ game ល្បែងតែចុចចូល link ពឹបចប់បណ្ដោយនឹងក្មេងៗអីហ្នឹងតែកាន់ទូរស័ព្ទគឺអញ្ចឹងភាគច្រើនខ្ញុំឃើញអញ្ចឹងអាផលវិបាកហ្នឹងវាមានទំហំធំធេងណាអនាគតទៅបើរាជរដ្ឋាភិបាលលោកផ្ដាច់អាសេវានឹងបានអាសេវាដែលផ្ញើមកភ្ជាប់ link ភ្ជាប់អីហ្នឹងអូយលេងហ្គេមប្រមាញ់ត្រីមានលក្ខណៈ 3D ដូចទៅនឹងមហាសមុទ្រពិតដើម្បីคลายខ្លួនជាអ្នកកម្ពុជានេសាទសូមភ្ជាប់ link នេះជាមួយនឹង link នេះនឹងទទួលបានការ promotion ដល់ហ្គេមបាញ់ត្រីទទួលបានកាក់មាស 30,000 កាក់មាសឥតគិតថ្លៃអាហ្គេមអស់ហ្នឹងអា 1552 នេះដែលគេផ្សាយមកនេះដែលគេជូនដំណឹងមកនេះតើងមកអា 1564 នេះ Fun Gamer Club សេវាកម្មកំសាន្ត digital នៅលើទូរស័ព្ទដៃអាចលេងហ្គេមជាមួយនឹង HTML file ភ្ជាប់ទំនើ link នេះភ្លាមលោកអ្នកនឹងទទួលបានការ promotion វាចឹងជាពិសេសឆ្លងខេត្តមួយទៅខេត្តមួយអាសានឹងលោតទៅហ្មងអាសាអេឡិចត្រូនិកហ្នឹងអាសាហ្គេមបំផ្លាញអនាគតក្មេងហ្នឹងខ្ញុំធុញទ្រាំនៅអាហ្នឹងមែនទែនរងថ្ងៃតែប្រហែលថ្ងៃមុនបញ្ហាចាក់ស្រេះនឹង Telegram ហ្នឹងមួម៉ៅមែនដែរអា Telegram ហ្នឹងបើជាគេគិតលុយហើយគេគិតលុយហើយតែខានសាញតែមួយថ្ងៃនៅក្នុងទូរស័ព្ទសាញចូលកុំព្យូទ័រអីអត់ចូលលោតតែអញគ្រាន់តែគ្នាសាញ out បន្តិចច្រឡំតែបន្តិចសាញទៅវិញគឺអត់ចូលវាទៀមទាស្អីអូហើយយើងមិនអ្នកអាចជំនាញអានឹងផងជិះក្បាលតា Telegram ឥឡូវពិបាកបង្កើតអញ្ចឹងបានមួយស្រែកងាក់ដូចកងានទេបាទអរគុណបងប្អូនអញ្ចឹងសុំប៉ុណ្ណឹងសិនទៅចុះដោយសារយើងត្រូវត្រៀមកិច្ចការងារផ្សេងទៀតដើម្បីបងកងកម្លាំងហើយតាមលទ្ធភាពចុះណាបងប្អូនអាចជួយអ្វីបានសូមជួយតាមការគួរនឹងទៅបើសិនជាអាចជួយសាច់ជ្រូកសាច់គោផងបាទ